គិតមកថ្ងៃនេះហ៎បងគឺ32ថ្ងៃហើយដែលរដ្ឋាភិបាលសហព័ន្ធអាមេរិកនឹងបិទទ្វារឬក៏ US government shutdown អញ្ចឹងកន្លងមកបងតែងសួរមកខាងប្អូនថាតើនៅកំឡុងពេលរដ្ឋាភិបាលសហព័ន្ធបិទទ្វារនេះថាតើដំណើរការ AB3 នៅទទួលពាក្យដែរទេហើយនៅទទួលដាក់នៅ employer នៅអាមេរិកនេះទទួលការងារ job application របស់យើងដែរទេអញ្ចឹងចម្លើយគឺថានៅកំឡុងពេល government shutdown ហ្នឹងផលប៉ះពាល់នៃដំណើរការ AB3 ហ្នឹងគឺមានតិចគឺនៅតែប៉ះពាល់ទៅនៅ US Department of Labor ហើយនៅ US Department of Labor បច្ចុប្បន្នគឺគេអត់ទទួល application ថ្មីទេគេក៏អត់ review pending application ដែរមានន័យថាបងដែលកំពុងរងចាំចម្លើយហ្នឹងក៏អត់មានចេញចម្លើយដែរបច្ចុប្បន្ននេះគឺ frozen មានន័យថាយើងនឹងខាតហើយមួយខែហ្នឹងគឺគេអត់មានមើលទទួលពាក្យអីទេនៅ US Department of Labor ប៉ុន្តែនៅ USCIS និង US Embassy National Visa Center ជាដើមគឺនៅដំណើរការ process ធម្មតានៅទទួលពាក្យធម្មតាដោយសារជាស្ថាប័នដែលមិនទទួល funding ទាំងស្រុងទេពីរដ្ឋាភិបាលសហព័ន្ធអាមេរិកទេណាអញ្ចឹងចម្លើយគឺថាបច្ចុប្បន្ននេះយើងមាន employer ជាច្រើនដែលទទួលពាក្យនិងទទួលការងារ accept application សម្រាប់ EB3 នឹងធម្មតាដែលយើងមាន Stockton Trailer McDonald Wendy និង UPS ជាដើមហើយបងត្រូវយល់ថាមុនពេលដល់យើងដំណាក់កាលដែលយើង submit ស្នើសុំ labor certification ទៅ Department Labor ហ្នឹងគឺយើងត្រូវឆ្លងកាត់ពីដំណាក់កាលសិនដែលទី1នៅពេលដែលបងចូលឈ្មោះរបស់យើងនឹងរៀបចំជាប្រវត្តិរូបឬក៏ CV ហ្នឹងដែលមានរូបថតបងមាន education background work experience background កម្រិតភាសាអង់គ្លេសអីជាដើមហើយដំណាក់កាលទី2គឺយើង submit ទៅ employer ដែលបងរើសហ្នឹងដែលមាន employer ខ្ញុំរៀបរាប់ខាងលើហ្នឹងអញ្ចឹងមាន employer ខ្លះនឹងធ្វើការណាត់បងសម្ភាសជាមុនសិនមុននឹងគេ accept យើងណាមុននឹងគេឲ្យ job offer មកយើងឬក៏ទទួលយើងជាបុគ្គលិកដើម្បីធានាបន្ទាប់ហ្នឹងគឺគេនឹង interview 2ដងសិនដែល interview ហ្នឹងគេជាទូទៅធ្វើនៅតាម Zoom ហើយកណ្ដាលយប់ដែលជាម៉ោងព្រឹកឬម៉ោងថ្ងៃធម្មតានៅអាមេរិកហ្នឹងហើយសម្រាប់ employer ខ្លះក៏គេអត់សម្ភាសទៅគឺគេនឹង accept application របស់យើងក៏អត់គេនឹង feedback មកវិញអញ្ចឹងណាអញ្ចឹងមុនពេលដែលយើង submit labor certification ហ្នឹងបងត្រូវឆ្លងពីហ្នឹងសិនដែរអញ្ចឹងសម្រាប់បងដែលគិតថានឹងចង់ដាក់ហើយឬក៏បានយល់ពីតើការ ABC នឹងហើយមិនបាច់រងចាំដល់រដ្ឋាភិបាលបើកទ្វារទេបងអាចធ្វើការចាប់ផ្ដើមដំណើរការហ្នឹងបណ្ដាបានគាត់ថានៅពេលដែលបងបាន job offer ហើយគឺបងរងចាំដល់រដ្ឋាភិបាលបើកទ្វារទើប submit បានតែបច្ចុប្បន្ននេះយើងក៏មានបងដែលកំពុងរងចាំច្រើនដែរអញ្ចឹងបងដែលយល់ហើយកុំរងចាំអីអាចធ្វើការចាប់ផ្ដើមឆាប់ហ្នឹងទៅហើយជាពិសេសទៀតដែរសម្រាប់បងដែលចង់ចាប់ផ្ដើមហើយខ្វះលទ្ធភាពដែលអាចបង់ប្រាក់ជាដុំអីជាដើមយើងអាចមានជាការបង់ប្រាក់ពិសេសតែបងមានចន្លោះ4ទៅ500ហ្នឹងអាចចាប់ផ្ដើមទៅថាការនឹងបានហើយចាំបាច់មានលុយជាដុំរាប់ពាន់ឬរាប់ម៉ឺនដុល្លារដើម្បីចាប់ផ្ដើមក៏បានដែរដែលយើងនឹង resign payment ហ្នឹងក្នុងចន្លោះ3ទៅ4ឆ្នាំហ្នឹងហើយសម្រាប់បងដែលមិនតបានស្វែងយល់អាចធ្វើការកក់ consultant តាម online មក office ក្តីគឺមិនគិតថ្លៃទេបងប្រឹក្សាឲ្យមិនដាក់ពាក្យជាមួយខាងបងក៏មិនគិតថ្លៃដែរក៏មិនអីដែរគឺយើងបើកទូលាយនៅក្នុងការផ្ដល់ចំណេះដឹងពីកម្មវិធីនឹងជូនបងដោយសារកម្មវិធីហ្នឹងមិនសម្រាប់ទាំងអស់គ្នាទេគឺត្រូវចំណាយពេលយូរនិងចំណាយប្រាក់គួរសមដែរអញ្ចឹងបងត្រូវយល់ឲ្យច្បាស់មុនដាក់ពាក្យសូមអរគុណ